អបសាទរពិធីសូត្រមន្តនិងប្រោះព្រំប្រសិទ្ធពរជ័យសិរីសួស្តីអគារស្នាក់ការកណ្ដាលនៃ Belty Group Headquarter នាព្រឹកថ្ងៃទី23ខែតុលាឆ្នាំ2025ឯកឧត្តមបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយកនៃ Belty Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងលោកជំទាវបានចូលរួមជាអធិបតីក្នុងពិធីសូត្រមន្តនិងប្រោះព្រំប្រសិទ្ធពរជ័យសិរីសួស្តីអគារស្នាក់ការកណ្ដាលនៃ Belty Group Headquarter និងបាននិមន្តព្រះឧត្តមធម្មសោមសេនព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរអនុគណៈខណ្ឌព្រែកភ្នៅនិងជាព្រះចៅអធិការវត្តប្រាសាទដើម្បីសូត្រមន្តប្រោះព្រំលើករាសីប្រសិទ្ធពរជ័យសិរីសួស្តីជូនដល់ថ្នាក់ដឹកនាំគណៈគ្រប់គ្រងបុគ្គលិកទាំងអស់កម្មវិធីនេះក៏មានការចូលរួមពីអគ្គនាយករងអគ្គនាយិការងប្រធានអនុប្រធានការិយាល័យសាកលវិទ្យាធិការរងព្រឹទ្ធបុរសលោកនាយកគ្រប់សាខានិងបុគ្គលិកនៃ Belty Group ផងដែរសូមបញ្ជាក់ផងដែរថាអគារស្នាក់ការកណ្ដាលនៃ Belty Group Headquarter មានកម្ពស់32ជាន់មានទីតាំងស្ថិតនៅអគារលេខ171មហាវិថីនេរុសង្កាត់ផ្សារដើមកោខណ្ឌទួលគោករាជធានីភ្នំពេញតើតែបានសាងសង់រួចរាល់និងបានដាក់ឲ្យប្រើប្រាស់ជាបណ្ដានិងបានបង្ហាញអំពីសក្តានុពលនៃការអភិវឌ្ឍលើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាផងដែរដោយនាងខ្ញុំហងពុតបរមីសូមអរគុណសូមជម្រាបលា Belty International University, the future of global leaders.